រឿងក្អែកកាកូនមានសេចក្តីដំណាលថាមានស្ដេចក្អែកមួយនៅអាស្រ័យលើចុងត្នោតយ៉ាងខ្ពស់ថ្ងៃមួយក្អែកនេះបានរៀបចំកាកូនឲ្យមានគូស្រករស្ដេចក្អែកបានចាត់ឲ្យពួកពលទៅអញ្ជើញភ្ញៀវមកស៊ីការលុះដល់ថ្ងៃកំណត់រៀបចំផ្សំផ្គុំកូនប្រុសស្រីទាំងពីរហើយពួកសត្វទាំងអស់ដែលក្អែកបានអញ្ជើញក៏បានមកជួបជុំផឹកស៊ីយ៉ាងកក្រឹកកក្រែងនិយាយពីស្ដេចអណ្ដើកដែលស្ដេចក្អែកអញ្ជើញមកខំវាទៅនឹងគេដែរតែដោយហេតុជើងវាខ្លីពេកវាក៏មកដល់ក្រោយគេហត់ក្រាន់បើអូជិតដល់ហើយគេបោច្រើនអើយដល់ហើយលុះទៅដល់ដើមត្នោតសត្វអណ្ដើកដកកមើលទៅខាងលើក៏ឃើញសត្វជាច្រើនកំពុងផឹកស៊ីអណ្ដើកស្រេកទឹកខ្លាំងណាស់តែមិនដឹងធ្វើដូចម្ដេចនឹងឡើងទៅលើចុងត្នោតបានពេលនោះស្រាប់តែមានពស់មួយលូនមកដល់បងពស់អើយអញ្ជើញទៅណាដែរខ្ញុំបំរុងនឹងទៅស៊ីការកូនបងក្អែកនឹងណាហើយចុះបងអណ្ដើកឯងនេះមកទីនេះធ្វើអ្វីដែរទេហ៎ខ្ញុំបំរុងទៅស៊ីការកូនបងក្អែកដែរហើយបើដូច្នេះណាសូមបងអណ្ដើកឯងនេះខំកន្ទុយខ្ញុំមកខ្ញុំនឹងលូនឡើងទៅលើតែសូមបងអណ្ដើកឯងប្រយ័ត្នមាត់បន្តិចណាអណ្ដើកត្រេកអរក៏ខំកន្ទុយពស់ភ្លាមពស់ក៏ឡើងទៅលើចុងត្នោតលុះទៅដល់លើចុងត្នោតស្ដេចក្អែកក្រឡេកឃើញអណ្ដើកក៏ស្រែកសួរជាការគួរសមបងអណ្ដើកអញ្ជើញមកដែរហ៎អណ្ដើកភ្លេចខ្លួនឆ្លើយទទួលពាក្យគួរសមនេះវិញមួយរំពេចនោះអណ្ដើកក៏របូតមាត់ពីកន្ទុយពស់ធ្លាក់ខ្ពាកមកលើដីបណ្ដាលឲ្យស្រាំស្នូកនៅជាប់ស្នាមរហូតមកដល់សប្តាហ៍ថ្ងៃនេះឯងអាយអើយកម្មយើងទេ